ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះនេះខ្ញុំមានមុខម្ហូបមួយមុខទៀតហើយគឺសំណត្រពាំងខ្យងដែលនេះខ្ញុំដាក់ជាមួយនឹងត្រីពោខ្យងគឺមានដូចជាអង្ករខ្ទិះដូងទឹកត្រីប្រហុកម្សៅស៊ុបខ្នុរហើយនិងស្ករសហើយសម្រាប់បន្លែវិញខ្ញុំមានដូចជានំនោមចាមានផ្សិតចំបើត្រពាំងមានដូចជាផ្ទីស្លឹកកន្ទ្រកហើយនិងស្លឹកប៉ះហើយត្រួយម្ទេសនិងស្អំដែរគឺជាបន្លែមួយដែលមិនអាចខ្វះបាននៅក្នុងសម្លប្រហើរត្រពាំងខ្យងចឹងជាដំបូងនេះខ្ញុំយកត្រពាំងមកដាក់នៅក្នុងឆ្នាំងហើយនឹងច្របាច់ជាមួយនឹងអង្ករនេះគឺជាទម្លាប់មួយរបស់ម្ដាយខ្ញុំតែងតែប្រើទៅយកមកច្របាច់វាជាមួយនឹងអង្ករហើយយើងចាក់ទឹកចូលហើយនឹងបើកភ្លើងទៅរំងាស់ត្រពាំងនឹងទុកចោលបន្តិចចាចឹងនៅពេលដែលខ្ញុំរំងាស់ត្រពាំងនឹងទុកចោលហើយកូរមើលឃើញថាអង្ករនឹងរៀងរីកហើយនឹងត្រពាំងហ្នឹងពេលរៀងបាត់ក្លិនហើយគឺខ្ញុំថែមជាមួយនឹងទឹកគឺខ្ញុំចាក់ទឹកថែមទៀតទៅដើម្បីងាស់ត្រពាំងថែមបន្តិចទៀតឲ្យត្រពាំងមានកាន់តែឆ្អិនល្អចឹងនៅពេលដែលខ្ញុំចាក់ទឹកចូលហើយចោលជា5នាទីថែមទៀតចឹងវានឹងត្រពាំងមានថាវារៀងពុះហើយនឹងរីកល្អហើយនឹងក៏វាអត់ក្លិនដែរទៅពេលនេះចាប់ដើមដាក់ជាមួយនឹងប្រហុកចាប្រហុកដែលខ្ញុំចិញ្ច្រាំរួចណាគឺដាក់ចូលជាមួយនឹងត្រពាំងនឹងមុនគេហើយនឹងកូរវាឲ្យសព្វដើម្បីវារលាយចូលគ្នាបន្ទាប់មកនេះខ្ញុំក៏ដាក់គ្រឿងផ្សំផ្សេងទៀតបន្ថែមចាបន្ទាប់ពីខ្ញុំបានដាក់ប្រហុករួចកូរសព្វហើយខ្ញុំក៏ចាក់ត្រីចូលចាត្រីនេះជាប្រភេទត្រីពោចាត្រីពោជាខ្ញុំដាក់ដើម្បីឲ្យវាជួយឲ្យមានរសជាតិកាន់តែឆ្ងាញ់ជាមួយនឹងខ្យងចាចឹងនៅពេលដែលនេះខ្ញុំដាក់ត្រីពោចូលហើយហ្នឹងខ្ញុំចាប់ដើមចាក់គ្រឿងចូលបន្តទៅម្ដងមានដូចជាទឹកត្រីចាម្សៅស៊ុបខ្នុរហ្នឹងហើយនឹងជាមួយនឹងស្ករសចាក់គ្រឿងចូលជាមួយគ្នាហើយនឹងបន្ទាប់មកនេះគឺកូរវិញទៀតតាមចាបន្ទាប់ពីខ្ញុំចាក់គ្រឿងចូលហើយខ្ញុំចាប់ផ្ដើមទុកសម្លនោះមួយសន្ទុះឲ្យវាពុះឆ្អិនត្រីបន្តិចហើយទើបនេះខ្ញុំចាប់ផ្ដើមដាក់បន្លែចូលខ្ញុំដាក់ដូចជាដំណងហើយជាមួយនឹងផ្សិតចាដាក់វាចូលមុនហើយនឹងបន្ទាប់មកនេះខ្ញុំចាក់ដើមកូររួចបន្តិចហើយនេះខ្ញុំបន្ថែមជាមួយនឹងបន្លែផ្សេងទៀតយើងទុកវាបន្តិចសិនដើម្បីឲ្យបន្លែហ្នឹងវាកាន់តែផុយរលួយបន្តិចហើយនឹងបន្ទាប់មកនេះខ្ញុំបើកមើលហើយនឹងឃើញមានពពុះហើយពពុះទាំងអស់នេះខ្ញុំបងប្អូនយើងដុតចេញចោលទៅដោយសារវាជាកំអែលរបស់ត្រីឬមួយដែលគេថាកំអែលដែលវាចេញមកពីប្រហុកអីផ្សេងហ្នឹងចាយើងវាចោលឲ្យបានស្អាតទៅហើយនឹងបន្ទាប់មកនេះខ្ញុំចាប់ផ្ដើមថែមជាមួយនឹងបន្លែបន្លែខៀវដែលមានដូចជាផ្ទីចាប្រភេទបន្លែខៀវដែលបេះក្បែរផ្ទះហ្នឹងដែលមានខ្លួនឯងចាមានផ្ទីមានស្លឹកម្ទេសចាសុទ្ធតែជាប្រភេទបន្លែដែលនៅក្បែរផ្ទះយើងស្រួលរកមានស្លឹកបាសចាជាមួយនឹងស្លឹកបាសផងហើយនឹងមិនតែប៉ុណ្ណោះយើងក៏មានប្រភេទស្លឹកម្យ៉ាងដែលពុកម៉ែបងប្អូនខ្ញុំមិនដឹងថាស្គាល់ឬយ៉ាងណាទេជាប្រភេទស្លឹកកន្ទ្រប់ចាទឹកនេះគឺយើងអាចដាក់ស្លស្ងោរក៏បានចៀនជាមួយពងក៏បានតែថ្ងៃនេះខ្ញុំយកមកដាក់ជាមួយនឹងសម្លត្រពាំងហើយនឹងចុងក្រោយហ្នឹងគឺខ្ញុំដាក់ជាមួយនឹងស្អំចាស្អំជាប្រភេទបន្លែមួយដាក់ជាមួយនឹងប្រហើរត្រពាំងឲ្យត្រូវជាតិគ្នាខ្លាំងមែនតើចឹងទៅលោកប្តីខ្ញុំគាត់ចូលចិត្តខ្លាំងណាស់ប្រហែលអូនហើយនឹងថ្ងៃនេះជាប្រភេទអាហារដែលខ្ញុំស្លញ៉ាំខ្លួនឯងដូច្នេះហើយគាត់តែចង់ថតបង្ហាញខ្លះសម្រាប់ចែកជូនពុកម៉ែបងប្អូនបានទស្សនាហើយនឹងបន្ទាប់ពីខ្ញុំដាក់បន្លែខៀវចូលអស់ហើយនឹងខ្ញុំដាក់ខ្យងប៊ឺចូលតែម្ដងដោយសារតែផ្ទះនេះខ្ញុំចិញ្ចឹមខ្យងប៊ឺដូច្នេះហើយម្ហូបអាហារពីច្រើនដូចជាខ្ញុំធ្វើហ្នឹងគឺតែងតែមាន
ខ្យងអញ្ចឹងដែរចាហើយនឹងពេលដែលខ្ញុំដាក់ខ្យងចូលខ្ញុំចាក់ខ្ទិះដូងចូលហើយខ្ញុំរំងាស់ឲ្យទុកចោលបន្តិចសិនតែទៅជាមួយនឹងខ្ទិះដូងសម្រាប់ពុកម៉ែបងប្អូនខ្លះអត់ចូលចិត្តយើងក៏អត់ដាក់ក៏បានដែរតែដោយសារតែគ្រួសារខ្ញុំចូលចិត្តញ៉ាំហើយជាទម្លាប់តែពួកខ្ញុំធ្លាប់ចេះពីឪពុកម្ដាយតគ្នាមកហើយយើងក៏ធ្វើបែបអញ្ចឹងទៅចាសម្រាប់សម្លប្រហើត្រពាំងខ្យងរបស់នាងខ្ញុំពេលដាក់ហើយគឺនាងខ្យងវាហាមកវាមានឆ្អឹងហើយអញ្ចឹងយើងទុកតែមួយរំពុះទេដោយសារយើងដាក់ខ្ទិះដូងបើសិនជាយើងរំងាស់យូរពេកវាធ្វើឲ្យខ្ទិះដូងនោះវាឡើងប្រេងហើយវាអត់ឆ្ងាញ់អត់ឈ្ងុយអញ្ចឹងខ្ញុំដាក់តែប៉ុណ្ណឹងហើយខ្ញុំក៏បិទភ្លើងហើយនឹងទុកសម្លនឹងដាក់ចានចាសម្លប្រើខ្យងរបស់នាងខ្ញុំគឺមានតែប៉ុណ្ណឹងហើយសម្រាប់ម៉ែបងប្អូនចែកជូនគ្នាទស្សនាដោយសារធម្មតាយើងនៅផ្ទះមុខម្ហូបពិបាកនៅក្នុងការគិតហើយនឹងនេះគ្រាន់តែជាគំនិតមួយនៅក្នុងការចែករំលែកជួយគ្នាសម្រាប់មើលទាំងអស់គ្នាដែរហើយវាជាអាហារប្រចាំថ្ងៃដែលក្រុមគ្រួសាររបស់ខ្ញុំញ៉ាំហើយនឹងគ្រាន់តែជាការចែករំលែកទៅមួយសម្រាប់ចែកជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាជាថ្ងៃនេះសម្លត្រពាំងប្រហើរត្រពាំងខ្យងរបស់នាងខ្ញុំមានតែប៉ុណ្ណឹងចាសូមអរគុណ